បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទជាមួយនឹង shot 12 fan ជាប្រភេទ IGB បាទប្រភេទនេះរកជាមួយនឹងទឹកប្រៃបាទទៅខាងកោះកុងបាទខាងកោះកុងហើយគាត់ឲ្យលុយរួចអស់ហើយបាទជាមួយចាស់ដែរទេអញ្ចឹងគាត់អត់មានភ័យព្រួយទេដោយសារគាត់ធ្លាប់ទិញញ៉ាំឆ្នាំទៅហើយឆ្នាំហ្នឹងគាត់ទិញឲ្យពួកបាក់គាត់បាទប្រភេទនេះបានជាមួយនឹងទឹកប្រៃហើយបើយើងចាប់ដាក់តាគីបអត់ដាក់អំពូលក៏វាលឺដែរបាទឃើញទេបងប្អូនបាទចឹងអរគុណមកប្រុសមែនតើដែលបានជួយគ្រប់គ្រងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងបាទមានបំណងចង់ប្រើប្រាស់ម៉ូទ័រហើយនៅតំបន់ទឹកប្រៃអីអាចងាកមកមើលប្រភេទប្រាក់ IGB អានេះដូចជាមានត្រឹម12 ហ្វេតឡើងលើបាទដូចជាមាន12ដូចជាមាន16ឬក៏24អីចឹងបាទគ្រាន់ថាប្រភេទនេះបើប្រើជាមួយទឹកសាបយើងវាងាប់រឿងយឺតដោយសារអីវ៉ុលវាចេញតិចទេបងប្អូនបាទវ៉ុលវាចេញតិចទេបើប្រៀបធៀបជាមួយនឹងប្រភេទ beta បាទបើអញ្ចឹងបើប្រើជាមួយនឹងទឹកសាបគួរតែប្រើជាមួយនឹងប្រភេទ beta វិញវាងាប់លឿនជាងបាទងាប់លឿនជាងអានេះបើប្រើជាមួយនឹងដងវាងាប់យឺតបងប្អូនបាទងាប់យឺតភ្លើងវាល្បាក់ប្រហែលជា200ជាង200ជាងអញ្ចឹងវាប្រហែលកម្លាំងភ្លើងរត់ដែរពុកម៉ែបងប្អូនមកប្រហែលកម្លាំងភ្លើងរត់ដោយសារភ្លើងរត់យើងបងប្អូនធ្លាប់ចូលឆក់គឺដឹងហើយវាប្រហែលគ្នានឹងឯងអញ្ចឹងបើប្រភេទ beta វាអត់មានដូចភ្លើងរត់ទេវាខ្លាំងជាងដោយសារយើងដាក់អំពូលទៅគឺចាចតែប្រភេទនេះគឺវាភ្លើងដូចភ្លើងរត់អញ្ចឹងមានន័យថាវ៉ុលរបស់វាគឺប្រហែលគ្នាបាទប្រហែលគ្នាហើយបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អីអាចទាក់ទងបានជាមួយនឹងលេខទូរស័ព្ទ090គាត់267608 0968191គាត់681បាទលេខទូរស័ព្ទនេះគឺតាំងតែពីព្រីនេមកម៉េះបាទតាំងតែពីព្រីនេមកម៉េះហើយត្រូវការជួសជុលអីក៏អាចជួសជុលបានដែរពុកម៉ែបងប្អូនបានជួសជុលបានដែរជាទូទៅភាគច្រើនគឺជួសជុលបានសឹងតែគ្រប់ដុំបាទសម្រាប់ពុកម៉ែបងប្អូនដែលផ្ញើមកអញ្ចឹងលក្ខខណ្ឌដែលមិនអាចជួសជុលបានគឺតិចទេបាទគ្រាន់តែពីខ្លះខ្វះគ្រឿងត្រូវកំងមកពីក្រៅទេពុកម៉ែបងប្អូនចាមបាទចាមអានោះយើងធ្វើមិនទេពុកម៉ែបងប្អូនណាបាទយើងអាចមានគ្រឿងគ្រប់សពជាមួយនឹងរបស់ដែលយើងប្រើនោះទេបាទជាងដូចជាខ្ញុំអីហ្នឹងគឺអង្គុយមើលឬក៏ទិញអីវ៉ាន់មកសកួរភាគច្រើនតែប្រភេទណាដែលវាខូចញឹកញាប់បាទខូចញឹកញាប់ហើយនឹងមានទីផ្សារបាទមានទីផ្សារអញ្ចឹងបងប្អូនបាទចំណែកយូរខូចមួយអីហ្នឹងគឺទឹកដឹងខ្វះបាទតែខ្វះហើយទៀមទាបងប្អូនបាទរោមចាំបាទចាំហើយសម្រាប់វីដេអូនេះគឺអត់បានដាក់អំពូលឲ្យទេពុកម៉ែបងប្អូនបាទដោយសារអំពូលវាគឺវាភ្លឺប្រហែលភ្លើងរត់បាទខ្ញុំក៏ធ្លាប់ធ្វើវីដេអូដាក់ឲ្យហើយច្រើនដងហើយដែរហើយក៏អរគុណដល់បងប្រុសបាទដែលបានជួយគ្រប់គ្រងហើយនេះគឺដាក់ដង្ហល់ខ្លាំងហើយពុកម៉ែបងប្អូនបាទខ្លាំងតែដង្ហល់នេះគឺ 0.3 អាំពែដង្ហល់ជាទូទៅគេដាក់ឲ្យតែ 0.2 ទេតែនេះគឺខុសខ្ញុំ1អាំពែអញ្ចឹងសម្រាប់ទីភ្លើងរបស់វាក៏រៀងគួរសមដែរបាទរៀងគួរសមដែរហើយរូបរាងរបស់វាគឺបែបហ្នឹងហ្នឹងបងប្អូនបែបហ្នឹងវាប្រើកង់ដង2ហើយកង់ដងចាស់ទឹកអត់មានទេដោយសារវាប្រើជាប្រភេទ BTA សម្រាប់ជំនួយបាទជំនួយអញ្ចឹងអាប្រភេទ BTA ហ្នឹងគឺជំនួយដូចយើងកង់ដងអញ្ចឹងបាទដូចកង់ដងអញ្ចឹងវាសម្រាប់បង្ហាត់ភ្លើងឲ្យដូចកង់ដងអញ្ចឹងបាទបើសិនជា BTA ហ្នឹងខូចពុកម៉ែបងប្អូនឆក់កើតទេណាពុកម៉ែបងប្អូនណាបាទបើខូចឆ្លងគឺភ្លើងវាទៅ direct តែម្ដងអញ្ចឹងគឺគូសភ្លើងទៅឃើញឆ្វែតអញ្ចឹងពុកម៉ែបងប្អូនបាទតែបើ BTA អត់ខូចប៉ះគ្នាបន្តិចផែតែមិនមែនលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនគូគ្នាទេណាបាទមិនឲ្យគូគ្នាទេប្រភេទ BTA ឬ IGB នេះយកល្អកុំគូគ្នាអីប៉ះម្ដងការបានបាទវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេបាទអរគុណ